ជាសួរបងប្អូនស្វាគមន៍មកកាន់វីដេអូថ្មីនៅក្នុងវីដេអូនេះខ្ញុំនឹងមកបង្ហាញអ្នកទាំងអស់គ្នាអំពីរបៀបនៃការដាក់ style animation ឲ្យ text ឬក៏ដាក់ style animation ឲ្យអក្សរ3បាទជាដំបូងអ្នកទាំងអស់គ្នាត្រូវចូលទៅកាន់កម្មវិធី Microsoft Office PowerPoint ជាមុនសិនបាទបន្ទាប់មកទៀតជំហានដំបូងគឺយើងត្រូវគូស shape សិនបងប្អូនយើងត្រូវគូស shape មួយសិនអូខេ shape អ្នកទាំងអស់គ្នាចង់គូស shape ទម្រង់មួយណាក៏បានដែរអូខេឥឡូវយើងយកគូស shape សិនតែមកទៀតយើងរើសពណ៌ shape ដោយអូខេយើងយក outline យើងយក no outline យើងយក shape fill យើងរើសពណ៌ shape ទៅតាមតម្រូវការរបស់អ្នកទាំងអស់គ្នាអូខេឥឡូវខ្ញុំយកពណ៌ប្រភេទនេះអញ្ចឹងទៅអូខេបន្តមកទៀតយើងចាប់ផ្ដើម insert text box ចូលក្នុងមកបាទ text box របស់ខ្ញុំមានស្រាប់ខ្ញុំអាច pass នៅលើនឹងមកអូខេបន្តមកទៀតយើងចាប់ផ្ដើមធ្វើការ merge មានន័យថាយើង merge រូបភាពហើយនឹង shape ហ្នឹងឲ្យចូលគ្នាអញ្ចឹងយើង select លើ shape មុនសិនបន្តមកទៀតយើង select លើ text យើងចូលទៅកាន់ shape formats បន្តមកទៀតយើងចូលទៅកាន់ merge យើងយកពាក្យថាsubtract អ្នកទាំងនេះយើងយកពាក្យថា subtract បាទបន្តមកទៀតកន្លែងនេះគឺមានន័យថាtext ហើយនឹង shape របស់យើងរត់ចូលគ្នាអូខេមានន័យថាយើងមើលវាចូលគ្នាអស់ហើយបន្តមកទៀតយើងចាប់ផ្ដើម insert រូបភាពមួយមកដើម្បីដាក់ចលនារូបភាពរត់នៅក្នុងអក្សរនេះអូខេយើងចាប់ផ្ដើម insert រូបភាពមួយមកបាទអញ្ចឹងរូបភាពនឹងដែរអ្នកនរគ្នាត្រូវសិនវាទៅ back ណាបងប្អូនដោយសារបើអ្នកនរគ្នាដាក់វានៅខាងលើបែបនេះវានឹងឃើញរូបភាពរត់ខាងលើអក្សរវិញអញ្ចឹងយើងចាប់ដើមទាញរូបភាពមកចំហៀងមកតោះនេះបាទយើងចាប់ដើមទាញរូបភាពមកចំហៀងបែបនេះមកយើងចាប់ដើមធ្វើការដាក់ចលនាឲ្យវាយើងចូលទៅកាន់ animation បាទយើងយក line តោះនេះយើងយក line អូខេបាទបន្តមកទៀតអ្នកនរគ្នាក៏លេខមកមើលកន្លែង effect option យើងយកពាក្យថា left មានន័យថាយើងឲ្យវារត់ពីស្ដាំមកឆ្វេងដល់នេះហើយបន្តមកទៀតយើងអាចបន្ថែម duration នៅវាមកយើងអាចដាក់ត្រឹម5 6ឬក៏ប្រហែលក៏បានស្រេចអ្នកនរគ្នាអូខេឥឡូវខ្ញុំដាក់6បន្តមកទៀតគឺខ្ញុំចាប់ដើមទាញ effect របស់ខ្ញុំបាទ sorry ខ្ញុំចាប់ដើមទាញឲ្យវារត់ចូលមកនេះមកប៉ុណ្ណាមកអ្នកនរគ្នាចង់បានអូខេប៉ុណ្្នឹងចុះចំណុចចុងក្រោយគឺអ្នកទាំងអស់គ្នាត្រូវចុចមកស្ដាំនៅលើរូបភាពយើង send វា to back មានន័យថាយើងដាក់រូបភាពរបស់យើងឲ្យចូលទៅខាងក្រោយនៃ shape ហ្នឹងវិញអញ្ចឹងយើង preview បាទអូខេអញ្ចឹងមេរៀនមួយហ្នឹងមានតែប៉ុណ្្នឹងអរគុណច្រើនសម្រាប់ការទស្សនា